ចាជុំរៀបសួរនិងសួស្តីបងប្អូនសិស្សានុសិស្សទាំងអស់ជាទីមេត្រីចាជួបគ្នានៅក្នុងវីដេអូនេសាទជាថ្មីជាមួយនឹងការសង្ខេបរឿងតការចិត្តចោលដែលនៅក្នុងវីដេអូនេះយើងនឹងនិយាយពីតួអង្គនៅក្នុងរឿងតការចិត្តចោលនេះចាអញ្ចឹងនៅក្នុងតួអង្គនេះចាមានតួអង្គមួយចំនួននៅក្នុងរឿងហ្នឹងចាមានដូចជាពូហំផានិតថៅកែនាងយ៉ានសុកមានគង់ត្រីចាហើយនឹងសេហ្វដែលជាមេប៉ូលីសហ្នឹងចាភ្នាក់ងារនគរបាលហើយនឹងយាយច័ន្ទកទូចចាតកែហុងលីចាអញ្ចឹងយើងដឹងហើយថាតួអង្គចាមាន4ប្រភេទនៅក្នុងវីដេអូមួយនេះដែលយើងដាក់រៀបរាប់ណាចាពូហំនេះជាតួអង្គឯកចាហើយផានិតជាតួអង្គរងចាតកែជាតួអង្គរងនាងម៉ាន់យ៉ានជាតួអង្គតបន្សំហើយសុកមានគង់ហើយនឹងត្រីហ្នឹងក៏ជាតួអង្គតបន្សំដែរហើយសេហ្វជាមេប៉ូលីសហ្នឹងក៏ជាតួអង្គតបន្សំហើយភ្នាក់ងារនគរបាលជាតួអង្គតបន្សំដែរចាហើយយាយច័ន្ទកទូចតកែហុងលីហ្នឹងជាតួអង្គរលត់ចាអញ្ចឹងយើងនឹងមកសិក្សាអំពីតួអង្គទាំង4ជាមុនសិនចាថាអ្វីទៅជាតួអង្គឯកចាតួអង្គរងតួអង្គតបន្សំហើយនឹងតួអង្គរំលឹកចឹងយើងស្គាល់ច្បាស់ណាតួអង្គឯកហ្នឹងគឺសំដៅទៅលើតួអង្គដែលមានសកម្មភាពច្រើនជាងគេចាប្រឈមនឹងបញ្ហាប្រឈមនឹងភាពស្មុគស្មាញខ្លាំងជាងគេនៅក្នុងដំណើររឿងហ្នឹងគឺជាតួអង្គឯកចាហើយតួអង្គឯករីករាយឬក៏មិនរីករាយអាហ្នឹងគឺអាស្រ័យទៅលើអ្នកនិពន្ធដែលតាក់តែងឡើងចាអញ្ចឹងអ្វីសំខាន់គឺតួអង្គឯកគឺមានសកម្មភាពច្រើនជាងគេហើយប្រឈមមុខបញ្ហាច្រើនជាងគេក្នុងរឿងហ្នឹងចាបន្ទាប់មកគឺតួអង្គរងគឺសំដៅទៅលើតួអង្គដែលមានសកម្មភាពមិនច្រើនដូចតួអង្គឯកទេចាគឺដោយឡែកចាហើយសកម្មភាពទាំងអស់ហ្នឹងគឺធ្វើឲ្យជួយឲ្យតួអង្គឯកហ្នឹងចាថាជួយបំពេញណាចាជួយបំពេញរឿងនិងលក្ខណៈសម្បត្តិឲ្យតួអង្គឯកហ្នឹងមានភាពពេញលេញនៅក្នុងរឿងហ្នឹងចាតួអង្គរងហ្នឹងវាបន្ទាប់ពីតួអង្គឯកទេចាហើយតួអង្គបន្តអន្សំវិញគឺសំដៅទៅលើតួអង្គដែលធ្វើសកម្មភាពហែហមចាដំណើររឿងឲ្យមានភាពរលូនទៅតែប៉ុណ្ណោះมันជាចេញមុខអីញឹកញាប់ទេចារីឯតួអង្គរំលឹកហ្នឹងគ្រាន់តែជាឈ្មោះតួអង្គមួយដែលអត់មានសកម្មភាពអីទេប៉ុន្តែគឺត្រូវបានគេលើកយកមកនិយាយចាដូចជាច័ន្ទចាអត់មានសកម្មភាពអីទេគ្រាន់តែអ្នកនិពន្ធលើកយកពួកគាត់មកនិយាយនៅក្នុងសាច់រឿងហ្នឹងចាកទូចតកែហុងលីហ្នឹងចាជាតួអង្គរំលឹកចាហើយយើងនឹងមកមើលថាតើពូហំហ្នឹងជានរណានៅក្នុងសាច់រឿងហ្នឹងចាអញ្ចឹងពូហំចាគឺជាអ្នកបើកឡានឲ្យតកែចាជាតួអង្គឯកហើយផានិតវិញជាកម្មករចាធ្វើការជាមួយនឹងពូហំដែរនៅជាមួយនឹងថៅកែដូចគ្នាចាហើយថៅកែហ្នឹងគឺជាមនុស្សម្នាក់ដែលជួលពូហំនេះឲ្យបើកឡានបុកតកែហុងលីហ្នឹងហើយឲ្យសន្យាថាឲ្យឈ្នួលពូហំ10000រៀលចាហ្នឹងតកែចិត្តអាក្រក់ហ្នឹងចាហើយនាងយ៉ាហ្នឹងគឺជាប្រពន្ធរបស់ពូហំចាហើយសុកមានគង់ត្រីនេះគឺជាតួអង្គដែលជាកម្មកររបស់តកែចាធ្វើការជាមួយគ្នានឹងពូហំដែរចាហើយនឹងផានិតចាធ្វើការជាមួយគ្នា
រីឯ safe ហ្នឹងគឺជាមេប៉ូលីសចាហើយនឹងភ្នាក់ងារនគរបាលហ្នឹងគឺកូនចៅ safe នឹងឯងចាហើយយាយច័ន្ទកទូចតកែហុងលីហ្នឹងគឺជាបុគ្គលដែលគេលើកយកមកនិយាយទេនឹងសាច់រឿងតែមានសកម្មភាពអីទេចាចឹងទាំងអស់នេះគឺជាតួអង្គនៅក្នុងរឿងតកែចិត្តចោលចឹងសង្ឃឹមថាបងប្អូនអរគ្នានឹងចាប់បានណាចានឹងស្គាល់ពីតួអង្គនៅក្នុងសាច់រឿងមួយនេះចាអញ្ចឹងវីដេអូអ្នកគ្រូក៏មានត្រឹមតែប៉ុណ្ណេះចាសូមជួយ like និង subscribe channel YouTube គ្រូម្នាក់មួយផងចាមានឈ្មោះថា Teacher ដាចមចឹងវីដេអូមួយនេះក៏សូមចប់ត្រឹមតែប៉ុណ្ណេះយើងនឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលា